បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះបើកផ្សារមកយើងឃើញថាតម្លៃមាសបានដាំក្បាលចុះមកវិញឥឡូវយើងក៏លេខមកមើលហាងឆេងប្រចាំថ្ងៃសិនហាងឆេងមាសនៅក្នុងខេត្តកោក្នុងម៉ោងដែលខ្ញុំកំពុងនិយាយនេះគឺតម្លៃវាធ្លាក់មកនៅត្រឹម5068.0 សេននៅក្នុង1អោនពាក់ព័ន្ធជាមួយនឹងកត្តាដែលធ្វើឲ្យធ្លាក់ចុះវិញយើងមានរឿងរ៉ាវមួយចំនួនដែលក្នុងនោះរួមមានទី1ហ្នឹងគឺដោយសារការគម្រាមរបស់អ៊ីរ៉ង់ដែលប្រមានថានឹងធ្វើឲ្យតម្លៃប្រេងហ្នឹងឡើងថ្លៃដល់ទៅ$200ក្នុងមួយធុងបារ៉ែលហើយយើងឃើញថាមានសកម្មភាពវាយប្រហារថ្មីនេះទៅលើបណ្ដាប្រទេសមួយចំនួនដែលនៅជុំវិញឈូងសមុទ្រប៉ែកហើយចំណុចមួយទៀតជាការឬក៏យើងនិយាយបានថាជាសារមួយពន្យឹសបន្ថែមដែលលោកប្រធានាធិបតីដូណាល់ត្រាំគាត់ប្រកាសថាប្រេងឡើងក៏ឡើងទៅបើប្រេងឡើងអាមេរិកជាអ្នកចំណេញទៅវិញទេពីព្រោះអាមេរិកហ្នឹងគឺជាអ្នកផលិតប្រេងដ៏ធំមួយដែរអានឹងជាការបញ្ចោចមួយក៏ជាឈ្នួលមួយញ៉ាំងឲ្យតម្លៃប្រេងហ្នឹងកើនឡើងផងដែរចំណុចមួយទៀតវិនិយោគិនដែលក្តោបក្តាប់ទៅលើព័ត៌មានទាំងនេះបានបំបែរលុយចេញពីតម្លៃមាសតម្លៃប្រាក់ឬក៏តម្លៃភាគហ៊ុនហ្នឹងទៅទិញយកតម្លៃប្រេងដើម្បីស្វែងរកផលចំណេញចំណុចមួយទៀតគឺតាក់ទងទៅនឹងកម្លាំងប្រាក់ដុល្លារគិតត្រឹមម៉ោងដែលខ្ញុំកំពុងនិយាយនេះកម្លាំងប្រាក់ដុល្លារបានឡើងដល់100ពិន្ទុចុចជាងតែម្ដងគឺឡើងខ្លាំងមែនទែនដែលជាហេតុមួយប្រតិកម្មទៅនឹងតម្លៃមាសឬក៏ប្រាក់កំពុងតែមានកម្លាំងខ្សោយស្រាប់ផងនឹងឲ្យធ្លាក់ចុះកាន់តែខ្លាំងហើយចំណុចចុងក្រោយគឺការមិនកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលដោយសារធនាគារកណ្ដាលមានគោលការណ៍រក្សាអត្រាការប្រាក់ដើម្បីទប់អតិផរណាហើយសង្គ្រាមនេះវាជាការរុញអតិផរណាឡើងខ្ពស់ដូច្នេះបើទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកគាត់បានអំពាវនាវថ្មីនេះថាឲ្យប្រធានធនាគារកណ្ដាលនឹងកាត់បន្ថយអត្រាការប្រាក់ក៏ដោយក៏នៅក្នុងខែនេះវាអត់អាចទៅរួចដែរបើយើងមើលទៅលើទិន្នន័យ Fed Watch ហ្នឹងដែលឃើញថាកម្រិតនៃការរក្សាអត្រាការប្រាក់ក្នុងរង្វង់ 3.5 ទៅ 3.75% ហ្នឹងគឺនៅមើងដដែលដែលកម្រិតរក្សាហ្នឹងឡើងដល់ 99% ឯនោះខណៈដែលការយល់ព្រមកាត់បន្ថយមានត្រឹមតែ 0.% ជាងទេចំពោះបញ្ហាមាសឬក៏ប្រាក់ធ្លាក់ចុះនេះបងប្អូនកុំបាក់ទឹកចិត្តកុំតន់រំជើបរំជួលយើងជាប់នៅក្នុងតម្លៃមាសឬក៏តម្លៃប្រាក់ដែលវាធ្លាក់ចុះបែបនេះវាងាយនឹងប្រតិកម្មឡើងទៅវិញក៏ប៉ុន្តែប្រសិនបើជាប់នៅក្នុងតម្លៃប្រេងនៅពេលដែលវាធ្លាក់ចុះក៏មិនប្រកាសថាងាយនឹងឡើងទៅវិញដែរពីព្រោះវាទាល់តែមានព្រឹត្តិការណ៍ធំហើយចំមុខតំបន់ដូចជាពេលឥឡូវនេះទៀតហើយនេះជាអ្វីដែលខ្ញុំនិយាយអំពីស្ថានភាពទូទៅនៃតម្លៃមាសជុំវិញបរិបទនៃការកើនឡើងនិងការធ្លាក់ចុះបន្ទាប់ពីនេះទៅខ្ញុំនឹងជម្រាបជូនព័ត៌មានដ៏សំខាន់មួយសម្រាប់បងប្អូនដែលពេញចិត្តតាមដានព័ត៌មានអំពីការវិនិយោគមាសនៅក្នុងរយៈពេលវែងនៅក្នុងមាតិកានេះខ្ញុំមាន4ចំណុចដែលចង់ជម្រាបជូនបងប្អូនហ្នឹងគឺទី1តាក់ទងទៅនឹងសាររបស់ប្រធានាធិបតីដូណាល់ត្រាំដែលគាត់និយាយអំពីមាសទី2គឺទិន្នន័យទិញមាសរបស់ធនាគារកណ្ដាលក្នុងឆ្នាំ2026ហ្នឹងហើយក្នុងនោះក៏មានប្រទេសសម្ព័ន្ធអាមេរិកផងដែរទី3គឺការប្រៀបធៀបសាររបស់ប្រធានាធិបតីត្រាំទៅនឹងគោលដៅរបស់ប្រទេសសម្ព័ន្ធអាមេរិកហើយទី4គឺទិសដៅនៃការព្យាករណ៍តម្លៃមាសសម្រាប់ទី1ដែលតាក់ទងទៅនឹងសាររបស់ប្រធានាធិបតីត្រាំដែលគាត់ផ្សាយនៅលើ social media របស់គាត់នឹងទៅតែរំលងទៅប្រហែលជា2ថ្ងៃទេគាត់បាននិយាយថាសហរដ្ឋអាមេរិកនឹងគឺជាប្រទេសដែលកាន់មាសជាទុនបម្រុងនឹងធំជាងគេបំផុតមានដល់ទៅ 8,133 តោន 8,133 តោននេះបើយោងតាមទិន្នន័យចុងក្រោយបំផុតចេញពីប្រភពក្រុមប្រឹក្សាមាសពិភពលោកដែលហៅថា WGC ហ្នឹងហើយនឹងស្ថិតិរបស់ IMF គិតត្រឹមចុងឆ្នាំ2025ដល់ឆ្នាំ2026នេះហើយស្តុកមាសដ៏ច្រើននេះគឺបង្ហាញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកគាត់បានធ្វើការប្រៀបធៀបផងដែរថាប្រទេសអាល្លឺម៉ង់កាន់មាសមានដល់ទៅ 3,550 តោនអ៊ីតាលី 2,452 តោនបារាំង 2,437 តោនហើយនិងរុស្ស៊ីប្រហែលជា 2,330 តោន
អញ្ចឹងគ្រាន់តែសហរដ្ឋអាមេរិកតែម្នាក់ឯងនឹងមានមាសច្រើនជាងអាល្លឺម៉ង់ អ៊ីតាលីនិងបារាំងបូកបញ្ចូលគ្នាទៅទៀតហើយសូម្បីតែការបន្ថែមមាសដែលប្រទេសចិនកាន់កាប់មានដល់ទៅ2304តោនក៏ដោយក៏មិនអាចស្មើនឹងទំហំមាសដែលសហរដ្ឋអាមេរិកកាន់កាប់ដែរនៅក្នុងនោះផងដែរគាត់បានរំលេចមួយគឺតាក់ទងទៅនឹងប្រទេសសម្ព័ន្ធព្រិចចឹងប្រទេសសម្ព័ន្ធព្រិចបាននាំគ្នាទិញមាសខ្លាំងគួរសមដែរដើម្បីធ្វើយ៉ាងណាកាត់បន្ថយការពឹងផ្អែកអំពីប្រាក់ដុល្លារហើយអ្វីដែលសំខាន់នោះគឺការទទួលស្គាល់ទៅលើតម្លៃមាសរបស់គាត់ដែលគាត់បានសរសេរថាមាសនៅតែជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តនៅក្នុងពេលវេលាមួយដែលមានភាពមិនប្រកបប្រជាហើយសហរដ្ឋអាមេរិកនឹងបាននាំមុខគេនៅក្នុងការកាន់កាប់ធនធានទាំងនោះនេះជាសាររបស់ប្រធានាធិបតី Donald Trump ហើយពាក់ព័ន្ធជាមួយនឹងសាររបស់គាត់ផងដែរគឺខ្ញុំបានយកទិន្នន័យមួយទៀតនៅក្នុង Discovery Alert ដែលនិយាយអំពីទិន្នន័យធនាគារកណ្ដាលទិញមាសស្តុកមានដល់ទៅ800តោនដែលទិន្នន័យនេះវាស្មើនឹងទិន្នន័យកាលពីឆ្នាំ2025ដែរដែលសម្រាប់ឆ្នាំនេះធនាគារកណ្ដាលទំនងជាទិញមាសប្រមាណជា800តោនហើយបើលើសជាតិចតួចដែរទេដោយឡែកការទិញមាសរបស់វិស័យឯកជនវិញគឺមានប្រមាណចន្លោះពី400ទៅ600តោនខណៈការទិញមាសខាងវិស័យគ្រឿងអលង្ការហើយនិងឧស្សាហកម្មដល់ទៅ2000តោនជាងនៅក្នុងមួយឆ្នាំអញ្ចឹងឃើញថាវិស័យគ្រឿងអលង្ការនិងឧស្សាហកម្មមានការទិញមាសនឹងខ្លាំងមែនទែនដល់ទៅ2000តោនជាងហើយបើសរុបប្រចាំឆ្នាំវិញមានចន្លោះពី3200តោនទៅ3400តោននៅក្នុងមួយឆ្នាំចំណែកឯការផលិតមាសប្រចាំឆ្នាំដើម្បីផ្គត់ផ្គង់តម្រូវការវិញគឺមានតែ3000តោនទេអញ្ចឹងមានន័យថាខ្វះប្រហែលជា200ទៅ400តោនហើយតារាងខាងក្រោមនេះគឺនិយាយអំពីតម្រូវការមាសនៅក្នុងឆ្នាំ2025នឹងឯងគឺជាការទិញមាសទៅតាមត្រីមាសនីមួយៗដែលចាប់ពី180តោនរហូតដល់280តោនដែលជាតម្រូវការទិញយកទៅប្រើប្រាស់នៅក្នុងគោលដៅផ្សេងៗរបស់ពួកគេនៅក្នុងរបាយការណ៍នេះផងដែរ Discovery Alert នឹងក៏រំលេចទៅលើតំបន់សេដ្ឋកិច្ចផ្សេងៗដោយដែលបងប្អូនបានឃើញនៅក្នុងតារាងនេះស្រាប់គឺមាននិយាយអំពីប្លុកសេដ្ឋកិច្ចភាគរយទិសដៅនៃការកាន់កាប់មាសការកាន់កាប់ជាក់ស្ដែងហើយនឹងយុទ្ធសាស្ត្រជាស្នូលនៃការកាន់កាប់អញ្ចឹងយើងមើលចំណុចទី1គឺ Emerging Market មានន័យថាជាវិស័យឯកជនដែលសហការជាមួយវិស័យផ្សេងទៀតភាគរយនៃការកាន់កាប់មាសជាគោលដៅនឹងគឺចន្លោះពី15ទៅ25%ដែលការកាន់កាប់ជាក់ស្ដែងនឹងមានត្រឹម19%ហើយយុទ្ធសាស្ត្រស្នូលរបស់ពួកគេជាការការពារកម្រិតអតិផរណាដោយឡែកសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍទៅហើយទិសដៅនៃការកាន់កាប់មាសនឹងមានដល់ទៅ45ទៅ50%ហើយការកាន់កាប់ជាក់ស្ដែងនឹងមាន47%ហើយគោលដៅនៃការកាន់កាប់នឹងធ្វើយ៉ាងណារក្សាស្ថិរភាពនៃវិបត្តិដោយឡែកសម្រាប់ប្រទេសសម្ព័ន្ធព្រិចវិញយើងឃើញថាគោលដៅនៃការកាន់កាប់មាសគឺ20ទៅ30%ការកាន់កាប់ជាក់ស្ដែងមានចន្លោះពី8ទៅ12%ហើយគោលបំណងជាយុទ្ធសាស្ត្ររបស់ពួកគេនឹងគឺជាការងាកចេញពីការពឹងផ្អែកទៅលើប្រាក់ដុល្លារជាចំណុចចុងក្រោយគឺរដ្ឋដែលពឹងផ្អែកទៅលើការលក់ប្រេងភាគរយជាគោលដៅកាន់កាប់មាសគឺមានពី12ទៅ18%ខណៈការកាន់កាប់ជាក់ស្ដែងមានចន្លោះត្រឹម6ទៅ10%ហើយយុទ្ធសាស្ត្រជាគោលបំណងរបស់ពួកគេនឹងធ្វើយ៉ាងណាដើម្បីទាញយកចំណូលអញ្ចឹងប្រសិនបើយើងកលេចមើលនៅត្រង់ develop economies ហើយនិង break nation យើងឃើញថាការកាន់កាប់មាសរបស់ប្រទេសដែលអភិវឌ្ឍហើយនិងសម្ព័ន្ធ break នឹងមានភាពខុសគ្នាមែនទែនការកាន់កាប់មាសរបស់ប្រទេសដែលអភិវឌ្ឍហើយមានដល់ទៅ47%ខណៈសម្ព័ន្ធព្រិចនឹងមានចន្លោះត្រឹមតែ8ទៅ12%ទេដូច្នេះយើងអាចទាញសន្និដ្ឋានបានថាសហរដ្ឋអាមេរិកនឹងបានកាន់កាប់មាសនឹងច្រើនជាងគេបំផុតនៅក្នុងโลกហើយក៏ជាការធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុសហរដ្ឋអាមេរិកនឹងកាន់តែមានភាពរឹងមាំផងដែរក៏ប៉ុន្តែប្រសិនបើយើងធ្វើការប្រៀបធៀបវិញយើងធ្វើការប្រៀបធៀបតាក់ទងទៅនឹងសាររបស់ប្រធានាធិបតីត្រាំហើយនឹង
គោលដៅរបស់សម្ព័ន្ធព្រែកវិញបើទោះបីជាគម្លាតនឹងវាមានភាពខុសគ្នាក៏ដោយក៏ទិន្នន័យនេះវាคล้ายទៅជាចលករដែលរុញឲ្យសម្ព័ន្ធព្រែកនឹងកាន់តែមានការទិញមាសហើយនឹងលោហៈមានតម្លៃផ្សេងទៀតនឹងស្តុកទុកកាន់តែច្រើនពីព្រោះដើម្បីកាត់បន្ថយការពឹងផ្អែកចេញពីប្រាក់ដុល្លារបានពួកគេត្រូវតែមានលោហៈទាំងនោះហើយសហរដ្ឋអាមេរិកវិញក៏ដូចនោះដែរគឺมันអាចបណ្ដោយឲ្យប្រទេសទាំងនោះคล้ายជាប្រទេសដែលកាន់កាប់ទុនបំរុងដ៏មានសុវត្ថិភាពជាងគេបែបហ្នឹងទេអញ្ចឹងយើងប្រៀបធៀបចំណុចទាំងនេះអាចនឹងកលេចមកមើលតម្រូវការរបស់មាសដោយជាក់ស្ដែងតែម្ដងឃើញថាមាសស្ថិតនៅក្នុងរង្វង់នៃការប្រកួតប្រជែងជួញដូរទាំងរវាងប្រទេសនិងប្រទេសតំបន់និងតំបន់ហើយមានវិស័យឯកជនមួយទៀតដែលមាសคล้ายជាគោលដៅប្រកួតប្រជែងសម្រាប់ការពារទៅលើហានិភ័យផ្សេងរួមជាមួយនឹងវិស័យឧស្សាហកម្មបច្ចេកវិទ្យាដោយសារការប្រកួតប្រជែងដើម្បីកាន់កាប់មាសហើយនឹងលោហៈមានតម្លៃព្រមទាំងធនធានរ៉ែកម្រផ្សេងបែបនេះហើយទើបធនាគារធំហើយនឹងធនាគារវិនិយោគផ្សេងនឹងបានព្យាករណ៍ទៅលើតម្លៃមាសដែលស្ទើរតែដូចគ្នាទាំងអស់អញ្ចឹងបងប្អូនអាចមកមើលតារាងនេះបានដែលជាការព្យាករណ៍ឬក៏ការវិភាគរបស់ធនាគារវិនិយោគមានតាំងពីប្រភេទ A ដល់ប្រភេទ D អញ្ចឹងការព្យាករណ៍តម្លៃមាសរបស់ធនាគារទាំង4ប្រភេទនេះមានចន្លោះពី $6,000 ទៅ $6,300 នៅក្នុង1ឱនហើយអ្នកជំនាញសេដ្ឋកិច្ចផ្សេងទៀតក៏គេមានការព្យាករណ៍ដោយដែលពួកធនាគារវិនិយោគហើយនឹងធនាគារហិរញ្ញវត្ថុផ្សេងនឹងព្យាករណ៍ដែរអញ្ចឹងត្រឡប់មកវិញតាមរយៈសាររបស់ប្រធានាធិបតី Donald Trump ហើយនឹងទិសដៅរបស់ប្រទេសសម្ព័ន្ធព្រែកតម្រូវការរបស់វិស័យឧស្សាហកម្មរួមជាមួយនឹងបញ្ហាភូមិសាស្ត្រក៏ដូចជាបំណុលរបស់សហរដ្ឋអាមេរិកនៅពេលដែលយើងយកមុំចំណុចទាំងនេះមកផ្គុំគ្នានឹងអាចបញ្ជាក់បានថាអ្វីដែលសេដ្ឋវិទូក៏ដូចជាធនាគារធំធនាគារវិនិយោគគេបានព្យាករណ៍ទៅលើតម្លៃមាសដែលសម្រាប់ឆ្នាំ2026នេះឡើងដល់ប៉ុណ្ណឹងគឺជាភាពសមរម្យហើយនឹងអត្រាត្រឹមត្រូវនឹងប្រកាសជាខ្ពស់ដោយដែលគេព្យាករណ៍មែនចុងបញ្ចប់នេះខ្ញុំបាទសូមអរគុណសូមគោរពលា